ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចាប់ផ្ដើមមកទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះបានមកចកាម៉ែមកតាមផ្លូវក៏មានលឹកព្រិចឃើញលឹកព្រិចតាមតមោពុកម៉ែបងប្អូនក៏នាំកូនឈប់ក៏យន់ចុះបេះសិនណាពុកម៉ែបងប្អូនហើយថាលឹកព្រិចយើងក៏វាលះវាមិនសូវច្រើនណាស់ណាទេពុកម៉ែបងប្អូនបានមកស្លាដែលតែលឹកព្រិចប្រហែលជាច្រើនតែខ្ញុំឃើញតាមតមោកណាមានខ្ញុំចោះទៅបេះតែបើអត់ឃើញខ្ញុំអត់ចោះទៅរកទេពុកម៉ែបងប្អូនមានប៉ុណ្ណាខ្ញុំបេះប៉ុណ្ណឹងណាបើយើងដើររកប្រហែលជាបានច្រើនប៉ុន្តែយើងបានដើររកទេប្រែប្រញាប់មើលរើសតលងលឹកព្រិចហ្នឹងក៏យើងចាប់ផ្ដើមចោះបេះហើយពុកម៉ែបងប្អូនកូនខ្ញុំបេះមួយតមោកខ្ញុំបេះមួយតមោកនេះមួយតមោកលឹកព្រិចខ្ញុំក៏បេះបានមួយដៃម្ដាយបេះតាមកលតាមអីផ្សេងផ្សំទៅយើងបានមួយសាឡណាពុកម៉ែបងប្អូនមួយសាឡសម្រាប់គ្រួសារតូចនឹងខ្ញុំនេះលឹកព្រិចដែលយើងបេះបានមកហើយយើងមកដល់កលែងធ្វើម្ហូបមកដល់ផ្ទះយើងវិញណាតែខ្ញុំបេះនឹងនៅចកាតែដល់នេះខ្ញុំអត់បាននេះក៏យើងមកដល់ផ្ទះយើងចាប់ផ្ដើមបូតស្លឹកព្រិចនឹងចេញពីដើមវារួចបានយើងយកតែខ្ចីទេពុកម៉ែបងប្អូនយកស្បីតែស្លណាថ្ងៃនេះចាស់ពីដើមគាត់ថាស្លឹកព្រិចនឹងជីពងទាពុកម៉ែបងប្អូនឆាពងទាណាมันឆ្ងាញ់បើយើងអត់ដឹងធ្វើម្ហូបអីទេមានតែទិញពងទាគេ3ក្របពុកម៉ែបងប្អូនដើម្បីឆាលឹកព្រិចហូបណាយើងទិញពងទាឲ្យកោះមកលឹកព្រិចយើងបូតអស់ហើយយើងលាងទឹកឲ្យស្អាតមករួចហើយយើងចាប់ផ្ដើមបំពងខ្ទឹមពុកម៉ែបងប្អូនប្តីសន្លាខ្ញុំអត់មានគ្រឿងក្រិចអីច្រើនទេមានតែមេលវិជែងស្ករប៉ុណ្ណេះពុកម៉ែបងប្អូននេះយើងពងខ្ទឹមឲ្យឈ្ងុយរួចបានយើងដាក់ស្លឹកព្រិចពុកម៉ែបងប្អូនយើងដាក់ស្លឹកព្រិចមុនបើខ្ញុំថាស្លណាពុកម៉ែបងប្អូនតែយើងដាក់ស្លឹកព្រិចរួចហើយយើងដាក់ពងទាដែលយើងកូរវៃដាក់មេលវិជែងស្កររួចស្រេចហើយយើងក៏ដាក់ចាក់ស្រូចទៅលើត្រឡប់មកឆ្អិនមកចាប់ដើមដុសហូបឲ្យពុកម៉ែបងប្អូនប្តីខ្ញុំគាត់កំពុងហូបបាយស្លៀកខោរហែកប្តីខ្ញុំហូបតំណងឆ្ងាញ់បើយើងមិនសូវតែបានហូបពុកម៉ែបងប្អូនដល់ហូបម្ដងម្កាលក៏ឆ្ងាញ់ដែរទៅពុកម៉ែបងប្អូនដាក់ម៉ាត់មកខ្ញុំបេកាមេរ៉ាមកខ្ញុំហូបម្ដងពុកម៉ែបងប្អូនខ្ញុំភ្លេចម្ទេសខ្ចីមានទេពុកម៉ែបងប្អូនតែអត់បានខំក៏យើងហូបតែទឹកជ្រលក់ទឹកគ្រឿងយើងស្រេចទឹកគ្រឿងម្ទេសខ្ចីនោះហូបលាយមកជាតិពុកម៉ែបងប្អូនឆ្ងាញ់រួចមកពេលដែលពុកម៉ែបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនដែលជួយតាមដានចុច like សង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ share ដើម្បីឲ្យអ្នកផ្សេងគាត់បានឃើញវីដេអូនាងខ្ញុំដែរណាអរគុណច្រើនពុកម៉ែបងប្អូនបាយបាយ